ឆ្នាំ1995គឺមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដែលទាក់ទងជាមួយនឹងឡានក្រុងលេខ375រឿងមួយនេះគឺកើតឡើងនៅក្នុងយប់មួយដែលមានអាកាសធាតុត្រជាក់ហើយឡានក្រុងលេខ375គឺជាឡានក្រុងដែលជាជើងចុងក្រោយគេបង្អស់ដែលដឹកអ្នកដំណើរនៅពេលយប់នៅក្នុងឡានក្រុង375គឺមាននារីលក់សម្បុត្រឡានម្នាក់រួមជាមួយនឹងតកងឡានក៏ធ្វើដំណើរចេញពីចំណតទៅឈប់នឹងចំណតមួយដែលមានអ្នកដំណើរកំពុងតែរង់ចាំឡើងជិះឡានក្រុងនៅពេលដែលឡានចតទ្វារឡានក៏បានបើកហើយនៅពេលនោះមានអ្នកដំណើរ4នាក់ដែលឡើងទៅលើឡានក្រុងនោះមានលោកយាយចាស់ម្នាក់រួមជាមួយនឹងក្មេងប្រុសម្នាក់ហើយនឹងគូស្នេហ៍ម្នាក់លោកយាយចាស់និងក្មេងប្រុសគាត់អង្គុយនៅក្បែរទ្វាររបស់ឡានក្រុងហើយចំណែកគូស្នេហ៍មួយគូនោះគឺគាត់អង្គុយនៅក្រោយតុកងឡានបន្ទាប់ពីពួកគាត់ឡើងហើយឡានក្រុងក៏បានបិទទ្វារឡានក៏ធ្វើដំណើរទៅមុខនៅលើផ្លូវដែលស្ងាត់ខុសប្លែកពីធម្មតាដែលអត់មានមនុស្សឆ្លងកាត់សូម្បីតែសត្វក៏អត់មានសត្វឆ្លងកាត់ទៀតឡានធ្វើដំណើរទៅមុខរហូតនៅក្នុងសភាពដែលស្ងប់ស្ងាត់ដោយនារីលក់សម្បុត្រឡានគាត់ឃើញស្ងប់ស្ងាត់ពេកនៅក្នុងឡានអញ្ចឹងគាត់ក៏នាំតកងឡាននិយាយគ្នាលេងកំពុងតែនិយាយពីនេះពីនោះស្រាប់តែឡានជន់ប្រាំងឈប់ងក់ធ្វើឲ្យមនុស្សនៅក្នុងឡាននាំគ្នាភ័យស្លន់ស្លោថាមានរឿងអ្វីកើតឡើងក៏នាំគ្នាកលេចមើលទៅខាងក្រៅឡានដល់ពេលដែលកលេចមើលទៅខាងក្រៅឡានក៏ឃើញស្រមោលមនុស្ស2នាក់ឡានក៏ធ្វើដំណើរទៅមុខបន្តឈប់នៅចំមនុស្ស2នាក់នោះទ្វារឡានក៏បានបើកប៉ុន្តែមិនមែនមនុស្ស2នាក់ទេគឺមានមនុស្សដល់ទៅ3នាក់ហើយអ្វីដែលចម្លែកនោះគឺពួកគាត់មានទឹកមុខស្លេកស្លាំងមែនតើដូចខ្មោចអញ្ចឹងហើយមានភ្នែកពណ៌ក្រហមថែមទាំងស្លៀកពាក់បែបបុរាណហើយនឹងមានក្បាលតងោអត់មានសក់ពួកគាត់ក៏នាំគ្នាឡើងទៅអង្គុយនៅខាងក្រោយបង្អស់នៃរថយន្តធ្វើឲ្យអ្នកដំណើរនៅក្នុងឡាននាំគ្នាងាកមើលមុខគ្នាដោយទឹកមុខភ័យខ្លាចដោយសារតែការស្លៀកពាក់របស់ពួកគាត់ហើយនឹងទឹកមុខស្លេកស្លាំងរបស់ពួកគាត់នឹងឯងនារីវ័យក្មេងដែលជាអ្នកលក់សម្បុត្រឡានណាគាត់ឃើញនៅក្នុងឡានមានសភាពស្ងប់ហើយឃើញគ្រប់គ្នាមានទឹកមុខភ័យអញ្ចឹងក៏នាំគ្នានិយាយគាត់ក៏និយាយប្រាប់ទៅអ្នកដែលនៅក្នុងឡានទាំងអស់ថាប្រហែលជាម្ដងហ្នឹងគេថតកូនហ្នឹងមើលទៅបើមិនចឹងពួកគាត់ផឹកស្រាខ្លាំងហាក់អត់ទាន់ដូរសម្លៀកបំពាក់ក៏ឡើងមកឡានធ្វើដំណើរទៅផ្ទះអញ្ចឹងទៅពេលគាត់និយាយចប់គាត់ក៏ដើរទៅអង្គុយនៅខាងមុខជាមួយនឹងតកងហើយគាត់ក៏និយាយបន្តជាមួយនឹងតកងនៅរឿងផ្សេងជាច្រើនទៀតប៉ុន្តែនៅក្នុងឡានគឺមានសភាពនៅតែស្ងប់ស្ងាត់និងមានអារម្មណ៍ថាគួរឲ្យខ្លាចលោកយាយដែលគាត់អង្គុយនៅចិត្តទ្វារក្បែរកំឡោះម្នាក់នោះគាត់ក៏ងាកទៅខាងក្រោយមើលទៅបុរស3នាក់ម្ដងមកកាគាត់លួចមើលរហូតឡានក៏ទៅមុខដល់ចំណតមួយទៀតគូស្នេហ៍មួយគូហ្នឹងក៏បានចុះពេលគូស្នេហ៍មួយគូហ្នឹងចុះពីលើឡានហ្នឹងទ្វារអត់ទាន់បិទទេស្រាប់តែខ្យល់បក់មកវឹបមកលោកយាយក៏គាត់ងាកទៅខាងក្រោយណាគាត់ងាកទៅមើលទៅអ្វីដែលគាត់ឃើញគឺគាត់ឃើញបរិប3នាក់នឹងអត់មានជើងទេទ្វារឡានក៏បានបិទក្រឹបហើយក៏ធ្វើដំណើរទៅមុខទៀតលោកយាយអង្គុយគិតថាបើសិនជានៅប្រហែលជាមិនអាចមានជីវិតទេតែបើសិនជាធ្វើយ៉ាងណាឲ្យរួចផុតជីវិតគាត់ក៏សម្លឹងមើលបរិសដែលនៅចិត្តខ្លួនគាត់ក្មេងប្រុសដែលនៅអង្គុយចិត្តគាត់ដែលអង្គុយចិត្តគាត់ហ្នឹងគាត់អង្គុយសម្លឹងមើលបរិសហ្នឹងហើយគាត់ស្រាប់តែងើបឈរលើងើបចេញពីកៅអីហើយនិយាយមួយក្មេងប្រុសហ្នឹងថាចោលលួចកាបូបគាត់ហើយក្មេងប្រុសហ្នឹងមើលមុខគាត់ឲ្យឆ្ងល់ថាខ្ញុំមិនមែនចោលខ្ញុំអត់បានលួចកាបូបទេក្មេងប្រុសហ្នឹងគាត់ខឹងដែរណានៅពេលដែលលោកយាយស្ដីឲ្យគាត់ថាគាត់ជាចោលអញ្ចឹងណាស្រាប់តែលោកយាយចាប់ដៃបរិសហ្នឹងយ៉ាងណែនហើយនិយាយថាចោលឬមិនចោលគង់តែដឹងហីអញ្ចឹងចោះនៅខាងមុខហ្នឹងមានប៉ុស្តិ៍ប៉ូលីសស្រាប់ហើយក្មេងស្រីដែលជាអ្នកលក់សម្បុត្រឡានហ្នឹងព្យាយាមសម្របសម្រួលលោកយាយថាចោលមិនកាបូបលោកយាយបែបមិនអីអញ្ចឹងណាលោកយាយក៏នៅតែអត់ព្រមទេទាចោះនៅចំណតខាងមុខហ្នឹងដើម្បីទៅប៉ុស្តិ៍ប៉ូលីស
នាំក្មេងប្រុសទៅប៉ុស្តិ៍ប៉ូលីសដល់តកងឡានគាត់ឃើញបែបវារៀងញ៉ៃគាត់ក៏ឈប់ឲ្យលោកយាយចុះនៅពេលដែលលោកយាយទាញដៃក្មេងប្រុសម្នាក់នឹងចុះពីលើឡានទៅឡានក៏ចាប់ដើមធ្វើដំណើរទៅមុខទៀតហើយលោកយាយក៏ព្យាយាមសម្លឹងមើលទៅឡាននឹងរហូតដល់ផុតកន្ទុយភ្នែកហើយស្រាប់តែក្មេងប្រុសហ្នឹងគាត់ស្រែកដាក់លោកយាយនឹងថាអាណាប៉ុស្តិ៍ប៉ូលីសនៅម្ដុំហ្នឹងអត់មានប៉ុស្តិ៍ប៉ូលីសទេឡើងស្ងាត់ជ្រាបអញ្ចឹងហ្នឹងហើយលោកយាយគាត់ថាប៉ុស្តិ៍ប៉ូលីសស្អីឯងយើងជួយជីវិតឯងណាហើយក្មេងប្រុសហ្នឹងគាត់ឆ្ងល់គាត់មើលលោកយាយមើលទៅលោកយាយវិញគាត់ថាជួយយ៉ាងម៉េចជួយជីវិតហ្នឹងជួយម៉េចចុះឯងអត់ឃើញថាមនុស្ស3នាក់ដែលឡើងនៅលើឡានក្រុងសៀកពាក់បុរាណហ្នឹងមិនមែនមនុស្សទេគឺខ្មោចយើងមើលឃើញនៅពេលដែលខ្យល់បក់មកពេលដែលទ្វារឡានបើកនេះឃើញពួកវាអត់មានជើងទេណាស្រាប់តែក្មេងប្រុសនោះភ័យដែលគាត់អត់បានចាប់អារម្មណ៍ដំបូងគាត់ភ័យពីដំបូងដែរពេលដែលឃើញសៀកពាក់បុរាណឡើងមកអញ្ចឹងណាប៉ុន្តែដោយសារតែក្មេងស្រីលក់សំបុត្រឡានគាត់និយាយថាប្រហែលជាគេថតកុនអីចឹងគាត់ក៏រំសាយអារម្មណ៍ភ័យខ្លាចនឹងទៅតែនៅពេលដែលលោកយាយប្រាប់គាត់អញ្ចឹងស្រាប់តែគាត់មានអារម្មណ៍ថាព្រឺសវល់ឡើងខ្ញាក់ហើយញើសរបស់គាត់ចាប់ដើមហូរកាត់មុខរបស់គាត់នៅព្រឹកស្អែកឡើងស្រាប់តែមានការឆោឡោនៅចំណតឡានក្រុងដោយសារតែអត់ឃើញឡានក្រុងលេខ375នឹងសោះដែលត្រឡប់មកនៅចំណតវិញអត់ឃើញខាងភ្នាក់ងាររបស់ឡានក្រុងគាត់ក៏បាននាំគ្នាទៅប្តឹងប៉ូលីសក៏បានចុះទៅស៊ើបរកមើលឡានក្រុងតែអត់អាចមានតម្រុយអ្វីមួយដែលតាក់ទងជាមួយនឹងឡានក្រុង375នឹងនៅពេលដែលខាងប៉ូលីសគាត់ឆែកកាមេរ៉ាឃើញលោកយាយរួមជាមួយនឹងក្មេងប្រុសហ្នឹងគាត់ចុះមកចុងក្រោយគេដែលនៅតាមផ្លូវហ្នឹងណាក៏ហៅលោកយាយហើយនឹងក្មេងប្រុសម្នាក់ហ្នឹងទៅប៉ុស្តិ៍ប៉ូលីសដើម្បីសួរព័ត៌មានលម្អិតថាតើឡានក្រុងហ្នឹងទៅណាបន្តទៀតនៅពេលដែលលោកយាយចុះនៅពេលដែលដល់ប៉ុស្តិ៍ប៉ូលីសលោកយាយក៏រាយរាប់ប្រាប់ពីដំណើររឿងដែលគាត់បានជួបទាំងអស់ថាអ្នកដែលជិះឡានដែលគាត់ចុះមកចុងក្រោយហ្នឹងគឺគាត់ឃើញខ្មោចបរិសុទ្ធ3នាក់ហ្នឹងគឺជាខ្មោចប៉ុន្តែប៉ូលីសគេនាំគ្នាកវីក្បាលហើយគេនិយាយពេលដែលលោកយាយចេញទៅណាប៉ូលីសគេនាំគ្នានិយាយថាលោកយាយមួយក្មេងប្រុសឈួតនៅដល់សម័យនេះហើយនៅជឿថាមានខ្មោចទៀតអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីដល់លោកយាយគាត់ចេញទៅបាត់ទៅក៏មានអ្នកសារព័ត៌មានជាច្រើនគេសម្ភាសលោកយាយតអញ្ចឹងណារហូតដល់បាន2ថ្ងៃក្រោយមកប៉ូលីសបានរកឃើញឡានក្រុង375ហ្នឹងមែនណាប៉ុន្តែចម្លែកត្រង់ថាឡានក្រុងហ្នឹងគឺធ្វើដំណើរឆ្ងាយពីចំណតចុងក្រោយហ្នឹងរហូតដល់ទៅ100គីឡូម៉ែត្របើតាមពីចំនួនហ្នឹងគឺសម្រាប់ឡានក្រុងគឺគេចាក់សាំងគ្រប់ត្រឹមចំណតដែលឈប់ប៉ុណ្ណោះគឺគេអត់អាចឲ្យហួសចំណតនឹងបានទេអញ្ចឹងប៉ូលីសក៏បានចុះទៅឆែកឆេរនៅក្នុងឡានក្រុងហ្នឹងក៏បានឃើញសាកសពចំនួន3សាកសពនោះគឺមាននារីលក់សំបុត្រឡានក្រុងតកងឡានរួមជាមួយនឹងបរិសម្នាក់ដែលអត់ស្គាល់អត្តសញ្ញាណសោះហើយសាកសពទាំង3នោះគឺរលួយតែ2ថ្ងៃគឺសាកសពរលួយអស់ហ្មងណារលួយឡើងមើលអត់យល់ថាវាបែបម៉េចឡើងប៉ូលីសឆ្ងល់ថាវាខុសប្លែកពីធម្មតាបើសិនជាទោះមេឃក្តៅយ៉ាងណានៅក្នុងរដូវក្តៅយ៉ាងណាសាកសពមិនអាច2ថ្ងៃរលួយដល់ថ្នាក់ហ្នឹងទេហើយអ្វីដែលជាចម្ងល់របស់ប៉ូលីសទៀតមិនក៏ឡានក្រុងនឹងអាចជិះមកដល់កន្លែងហ្នឹងកើតដោយអត់មានសាំងសំបីតែសាំងគឺត្រូវអស់ត្រឹមចំណតដែលចតចុងក្រោយគេប៉ុន្តែ100គីឡូម៉ែត្រហ្នឹងទៀតមិនក៏ឡានហ្នឹងមកដល់រួចប៉ូលីសក៏ចូលទៅបើកធុងសាំងមើលចម្លែកមែនតើនៅក្នុងធុងសាំងហ្នឹងអ្នកនរគ្នាចម្លែកមែនតើនៅក្នុងធុងសាំងហ្នឹងគឺមានសិតតែឈាមតែឈាមនោះជាឈាមរបស់អ្នកណាហើយវាចូលទៅក្នុងធុងសាំងហ្នឹងយ៉ាងម៉េចហើយឈាមហ្នឹងអាចជំនួសសាំងបើកឡានហ្នឹងមកដល់កន្លែងហ្នឹងបានហើយតើអ្នកណាជាអ្នកសម្លាប់តកងឡានរួមជាមួយនឹងនារីលក់សម្បុត្រឡានក៏ដូចជាបរិសុទ្ធដែលអត់ស្គាល់អត្តសញ្ញាណហើយបរិសុទ្ធ3នាក់ទៀតដែលជិះនៅក្នុងឡានដែលគេថាជាខ្មោចហ្នឹងគាត់នៅណាប៉ូលីសក៏ចាប់ផ្ដើមបើកកាមេរ៉ានៅតាមដងផ្លូវមើលនៅពេលដែលគាត់បើកកាមេរ៉ានៅតាមដងផ្លូវហ្នឹងណាអត់មានរូបភាពអីទាំងអស់ដែលតាក់ទងជាមួយនឹងឡានក្រុងលេខ375នៅលើខ្សែផ្លូវដែលឡានហ្នឹងទៅតើឡានហ្នឹងមកដល់ទីហ្នឹងបានម៉េចមកដល់ម៉េច
ប៉ូលីសមិនអាចបកស្រាយបាននៅរឿងទាំងអស់ហ្នឹងហើយចុងក្រោយរឿងឡានក្រុង375នៅតែជារឿងអាកំបាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះអរគុណសម្រាប់ការស្ដាប់នៅរឿងឡានក្រុង375ពី The Story ជួបគ្នានៅរឿងក្រោយទៀត